សូមគោរពជំរាបសួរពុកម៉ែបងប្អូនទីស្គាល់អានថ្ងៃនេះខ្ញុំបានជួបលោកយាយបាទដែលគាត់មានបញ្ហាផ្ទៃមុខដោយសារតែមានដំបៅបាទហើយមានការចែកចាយលើបណ្ដាញសង្គម social media បាទហើយយើងបានឃើញអំពីរូបភាពគាត់គឺថាពិបាកបើណាស់បាទហើយគាត់ក៏បានទទួលការព្យាបាលនៅឯមន្ទីរពេទ្យរុស្ស៊ីផងដែរបាទដែលមានបងស្រីម្នាក់ដែលគាត់រស់នៅក្នុងភូមិផងរបងជាមួយគាត់ជាអ្នកដែលខ្នះខ្នែងក្នុងការដែលដឹកទៅដឹកមកបាទហើយក៏ដូចជាការមើលការគាត់ទៅលោកយាយផងដែរអរគុណមែនតើថ្ងៃនេះខ្ញុំក៏បានរៀបចំជាអាហារមួយឈុតនេះជូនដល់លោកយាយគឺយើងរៀបចំមុនរដូវចូលឆ្នាំផងដែរបាទព្រោះខ្ញុំបានធ្វើទៀននេះគឺ11គ្រួសារបាទឥឡូវនេះជាគ្រួសារជាចុងក្រោយបាទសម្រាប់ជូនដល់លោកយាយបាទហើយក្នុងនោះក៏យើងសូមអរគុណបងប្អូនបានចូលរួមជាមួយខ្ញុំជួយទាំង11គ្រួសារទីមួយអរគុណដល់បងស្រីម្ចាស់ហាងអាមួយ Beauty Salon អរគុណបងស្រីអ៊ុនសុកអរគុណបងសូដា DFL អរគុណបងស្រីយ៉ាយ៉ាអរគុណបងស្រីបសុគន្ធទីង៉ែតអរគុណបងស្រីម៉ាលីនអរគុណបងប្រុសបាសុងមេញហុងអរគុណបងស្រីមុំអរគុណបងប៊ុនណូ KL អរគុណអ្នកនាងស្រីណានិងអរគុណបងបាវិតវិនជូលីនបាទដែលបានចូលរួមជួយសម្រាប់ចែកចាយទានទៅដល់បងប្អូនជួបការលំបាកជាពិសេសគឺលោកយាយតែម្ដងដែលគាត់ជួបការលំបាកបាទលោកយាយមានអីជូនពរចៅចៅម៉ាត់ពីហ្មងមានទេគឺពរដល់ទៅតែបងព្រៀនអរខ្ញុំលោកអើយលោកមានសក្តិសុខសក្តិចម្រើនបាទអរគុណនឹងជួបមកឲ្យលោកយាយបាទជូនពរបងប្អូនទាំងអស់ឲ្យរកទទួលទីមានបានបានសម្រេចដោយក្តីប្រាថ្នាជាពិសេសសូមឲ្យព្រះស៊ូបានគង់នឹងការពីថែសារបងប្អូនជានិច្ចផងដែរបាទគណៈពេលនេះខ្ញុំក៏ដូចជាលោកយាយសូមអរគុណមកសូម